សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមចេញវីដេអូខ្លីមួយចង់មកបញ្ជាក់បន្ថែមជាមួយនឹងវីដេអូរបៀប apply visa ទៅលេងប្រទេសជប៉ុនបន្តិចដោយសារតែមានអ្នកមកឆាតសួរខ្ញុំហើយសួរតាក់ទងនឹងត្រង់ចំណុចមួយដែលខ្ញុំបាននិយាយនៅក្នុងវីដេអូនេះថាពេលដែលយើង apply visa ទៅលេងប្រទេសជប៉ុនយើងមិនចាំបាច់ទិញសំបុត្រយន្តហោះទៅមុនទេយើងគ្រាន់តែសត screen ព័ត៌មាន fly ហ្នឹងទៅឲ្យស្ថានទូតទៅបានហើយត្រង់ចំណុចហ្នឹងគឺពិតជាបែបហ្នឹងពិតមែនដោយសារតែមានអ្នកឆាតមកសួរខ្ញុំហើយគាត់អត់ជឿត្រង់ចំណុចហ្នឹងទេព្រោះគាត់ប្រាប់ថាគាត់បានដើរលេងច្រើនប្រទេសហើយគឺគេតម្រូវឲ្យទិញសំបុត្រយន្តហោះជាមុនសិនទៅយកព័ត៌មានហ្នឹងទៅ apply នៅស្ថានទូតទៅគេ accept ប៉ុន្តែសម្រាប់ខ្ញុំខ្ញុំអត់និយាយរឿងប្រទេសផ្សេងទេដោយសារតែខ្ញុំមិនដែលមានបទពិសោធន៍ទៅ apply visa នៅប្រទេសផ្សេងទេអញ្ចឹងសម្រាប់ខ្ញុំនិយាយតែបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំបាន apply visa ទៅលេងប្រទេសជប៉ុនតាមមុខឯងព្រោះខ្ញុំបទពិសោធន៍តាំងពីខ្ញុំដើរលេងហ្នឹងមកមានតែប្រទេសជប៉ុនមួយនឹងឯងដែលខ្ញុំបាន apply visa ទៅលេងទីហ្នឹង2ដងអញ្ចឹងចង់បញ្ជាក់មកវិញថាត្រង់ចំណុចដែលខ្ញុំនិយាយថាយើងមិនចាំបាច់កក់សំបុត្រយន្តហោះមុនយើងគ្រាន់តែ short screen ព័ត៌មាន fly នឹងទៅឲ្យស្ថានទូតវាគឺជារឿងពិតប្រាកដមែនដែលខ្ញុំបានធ្វើចំនួន2ដងហើយខ្ញុំអត់បានកុហកអ្នកទាំងអស់គ្នាទេព្រោះអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹងគឺជាព័ត៌មានជាក់លាក់ដែលខ្ញុំបានធ្វើនិងជាបទពិសោធន៍ដែលខ្ញុំបានធ្វើដោយខ្លួនឯងផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ការ apply visa ទៅលេងប្រទេសជប៉ុនមិនតម្រូវឲ្យអ្នកទាំងអស់គ្នាទិញសំបុត្រយន្តហោះមុនទេគ្រាន់តែ short screen ព័ត៌មាន fly ដែលអ្នកទាំងអស់គ្នាគិតថាជា fly ដែលអ្នកទាំងអស់គ្នាចង់ fly ទៅអញ្ចឹងអាច short screen ព័ត៌មានហ្នឹងដាក់ទៅឲ្យស្ថានទូតបានហើយអញ្ចឹងវាងាយស្រួលខ្លាំងមែនទែនដោយមិនចាំបាច់យើងទិញសំបុត្រយន្តហោះមុនបារម្ភថាបើសិនជាយើង apply អត់ជាប់ទេសំបុត្រយន្តហោះហ្នឹងគឺចោលតែម្ដងអញ្ចឹងខ្ញុំស្រឡាញ់ត្រង់ថា apply visa ទៅលេងប្រទេសជប៉ុនគឺត្រង់នឹងឯងយើងមិនចាំបាច់ព្រួយបារម្ភរឿងហ្នឹងទេអញ្ចឹងបញ្ជាក់ម្ដងទៀតថាអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូមុនហ្នឹងសិតសឹងតែជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ហើយខ្ញុំធ្វើវាដែលខ្លួនឯងបានជោគជ័យពិតមែនទើបខ្ញុំយកមកចែករំលែកវាមិនមែនជាព័ត៌មានអត់ពិតដែលខ្ញុំយកមកចែករំលែកទេហើយខ្ញុំក៏អត់បានយកបទពិសោធន៍អ្នកដទៃយកមកនិយាយដែរគឺសិតសឹងតែជាបទពិសោធន៍តខ្លួនដែលខ្ញុំបានឆ្លងកាត់ជាងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំកន្លងមកហើយខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើកន្លងមកអាចជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបានអរគុណច្រើនជម្រាបលាបាយបាយ